អ្វីទៅជាប្រាក់សង្គ្រោះបន្ទាន់ឬ Emergency Fund ស្វាគមន៍មកកាន់ Channel អាត់កំបាំងនៃភាពជោគជ័យប្រាក់សង្គ្រោះបន្ទាន់ឬ Emergency Fund គឺជាប្រាក់សន្សំដែលបានបម្រុងទុកជាពិសេសសម្រាប់តែចំណាយដែលមិនបានរំពឹងទុកនិងបន្ទាន់ប៉ុណ្ណោះវាប្រៀបដូចជាសំណាញ់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុដែលជួយការពារអ្នកពីផលវិបាកធ្ងន់ធ្ងរនៃព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ឬខ្ចីលុយពីគេនៅពេលមានអាសន្នប្រាក់សង្គ្រោះបន្ទាន់អនុញ្ញាតឲ្យអ្នកដោះស្រាយបញ្ហាដោយខ្លួនឯងដោយមិនចាំបាច់បង្កើនបំណុលឬធ្វើឲ្យផែនការហិរញ្ញវត្ថុរបស់អ្នករអាក់រអួល 1. ហេតុអ្វីបានជាប្រាក់សង្គ្រោះបន្ទាន់មានសារៈសំខាន់ការមានប្រាក់សង្គ្រោះបន្ទាន់គឺសំខាន់ណាស់សម្រាប់ស្ថិរភាពនិងសុខភាពហិរញ្ញវត្ថុរបស់អ្នកវាជាមូលដ្ឋានគ្រឹះនៃផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយនិងជួយការពារអ្នកពីស្ថានភាពលំបាកជាច្រើនដែលកើតឡើងដោយមិនបានរំពឹងទុក 1. ការបាត់បង់ការងារភ្លាមៗនេះគឺជាហេតុផលដ៏ធំបំផុតដែលមនុស្សត្រូវការប្រាក់សង្គ្រោះបន្ទាន់ប្រសិនបើអ្នកបាត់បង់ការងារភ្លាមៗប្រាក់នេះអាចជួយចំណាយចាំបាច់ប្រចាំខែរបស់អ្នករហូតដល់អ្នករកការងារថ្មីបាននេះជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តនិងផ្ដល់ពេលវេលាឲ្យអ្នកស្វែងរកឱកាសល្អបំផុត 2. ជំងឺឬគ្រោះថ្នាក់ដែលមិនបានរំពឹងទុកថ្លៃព្យាបាលថ្លៃថ្នាំឬការបាត់បង់ប្រាក់ចំណូលដោយសារឈប់សម្រាកពីការងារដោយមិនមានប្រាក់ខែអាចជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរជាពិសេសប្រសិនបើអ្នកមិនមានធានារ៉ាប់រងសុខភាពគ្រប់គ្រាន់ប្រាក់នេះអាចជួយបង់ថ្លៃទាំងអស់ដោយមិនចាំបាច់លក់ទ្រព្យសម្បត្តិឬខ្ចីបំណុល 3. ការជួសជុលបន្ទាន់ដែលមិនបានរំពឹងទុកដូចជាការជួសជុលឡានដែលខូចភ្លាមៗឬការបែកបាក់គ្រឿងប្រើប្រាស់សំខាន់ក្នុងផ្ទះដូចជាទូទឹកកកឬម៉ាស៊ីនត្រជាក់ការចំណាយទាំងអស់នេះអាចកើតឡើងដោយមិនមានសញ្ញាណាមួយនិងត្រូវការដោះស្រាយភ្លាមៗ 4. គ្រោះធម្មជាតិឬគ្រោះអកុសលផ្សេងៗដូចជាទឹកជំនន់ខ្យល់ព្យុះអគ្គីភ័យឬការបាត់បង់ទ្រព្យសម្បត្តិដែលបណ្ដាលមកពីគ្រោះចោរកម្មព្រឹត្តិការណ៍ទាំងនេះអាចតម្រូវឲ្យមានការចំណាយភ្លាមៗសម្រាប់ការជួសជុលផ្លាស់ប្ដូរទីលំនៅបណ្ដោះអាសន្នឬការទិញសម្ភារៈប្រើប្រាស់ឡើងវិញប្រាក់សង្គ្រោះបន្ទាន់ជួយអ្នកជៀសវាងការខ្ចីលុយពីធនាគារស្ថាប័នមីក្រូហិរញ្ញវត្ថុឬមិត្តភ័ក្តិនៅពេលចាំបាច់បំផុតការខ្ចីលុយនៅគ្រាអាសន្នជាមួយអត្រាការប្រាក់ខ្ពស់និងលក្ខខណ្ឌតឹងរឹងដែលអាចបណ្ដាលឲ្យអ្នកជាប់បំណុលកាន់តែធ្ងន់ធ្ងរនិងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ទៅ 2. តើគួរមានប្រាក់ប៉ុន្មានក្នុងប្រាក់សង្គ្រោះបន្ទាន់ច្បាប់ទូទៅមួយគឺត្រូវមានប្រាក់សម្រាប់ចំណាយចាំបាច់ប្រចាំខែ3ទៅ6ខែនៅក្នុងប្រាក់សង្គ្រោះបន្ទាន់របស់អ្នកចំណាយចាំបាច់រួមមានថ្លៃផ្ទះជួលឬបង់រំលក់ធនាគារថ្លៃម្ហូបអាហារថ្លៃទឹកភ្លើងថ្លៃធ្វើដំណើរថ្លៃអ៊ីនធឺណិតឬទូរស័ព្ទថ្លៃធានារ៉ាប់រងប្រសិនបើអ្នកមាននិងថ្លៃថ្នាំពេទ្យជាមូលដ្ឋានគោលបំណងគឺគ្រាន់តែរ៉ាប់រងចំណាយសំខាន់ៗដើម្បីឲ្យអ្នកអាចរស់នៅបានជាធម្មតាក្នុងរយៈពេលមានវិបត្តិហេតុអ្វី3ទៅ6ខែចំនួននេះផ្ដល់ទម្លាក់ទំនងល្អរវាងសុវត្ថិភាពនិងប្រសិទ្ធភាពនៃដើមទុន3ខែស័ក្តិសមសម្រាប់អ្នកដែលមានការងាររឹងមាំមានសុវត្ថិភាពការងារខ្ពស់ដូចជាមន្ត្រីរាជការមានបណ្ដាញជំនួយគ្រួសាររឹងមាំឬមានប្រាក់ចំណូលពីប្រភពជាច្រើន6ខែស័ក្តិសមសម្រាប់អ្នកដែលមានអាជីវកម្មខ្លួនឯងប្រាក់ចំណូលមិនទៀងទាត់ដូចជាអ្នកលក់ដូរតាមរដូវកាលមានសមាជិកគ្រួសារច្រើនដែលពឹងអាស្រ័យទៅលើអ្នកឬអ្នកដែលមានសុវត្ថិភាពការងារទាបឧទាហរណ៍ដូចជាការងារតាមកិច្ចសន្យាអ្នកអាចគិតគូរលើស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកឧទាហរណ៍ប្រសិនបើអ្នកមានកូនតូចៗអ្នកប្រហែលចង់មានច្រើនជាង6ខែដើម្បីការពារពួកគេ 3. តើគួរដាក់ប្រាក់សង្គ្រោះបន្ទាន់នៅឯណាប្រាក់សង្គ្រោះបន្ទាន់គួរតែអាចងាយស្រួលដកបាន liquid ប៉ុន្តែមិនមែនងាយស្រួលចាយវាយនោះទេគោលបំណងគឺរក្សាវាក្នុងកន្លែងមានសុវត្ថិភាពនិងងាយចូលដល់ប៉ុន្តែពិបាកក្នុងការលួចដៃទៅចាយវាយសម្រាប់រឿងមិនចាំបាច់គេអ្នកនៃសន្សំដាច់ពីគ្នា separate saving account នេះគឺជាជម្រើសល្អបំផុតនិងពេញនិយមបំផុតបើគេអ្នកនៃសន្សំមួយផ្សេងទៀតនៅធនាគារដដែលឬធនាគារផ្សេងដែលមិនមែនជាគណនីសម្រាប់ចំណាយប្រចាំថ្ងៃរបស់អ្នកអត្ថប្រយោជន៍ងាយស្រួលដកប្រាក់នៅពេលចាំបាច់ក្នុងរយៈពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងទទួលបានការប្រាក់បន្តិចបន្តួចទោះបីជាទាបក៏ដោយនិងជួយបំបីប្រាក់សង្គ្រោះបន្ទាន់ពីប្រាក់សម្រាប់ចំណាយធម្មតាការបំបីនេះជួយការពារអ្នកពីចាយវាយច្រឡំឧទាហរណ៍អ្នកអាចដាក់វាទៅក្នុងគណនីសន្សំមួយដែលមានអត្រាការប្រាក់សមរម្យនិងធនាគារ ABA, AC Lida, Canadian Bank ឬ Wing Bank
มันមានកាត ATM ដែលភ្ជាប់ជាមួយនឹងគណនីសំខាន់របស់អ្នកដើម្បីកាត់បន្ថយការលងចិត្តក្នុងការដកចាយមិនគួរដាក់មូលដ្ឋានសង្គ្រោះបន្ទាន់ក្នុងគណនីត្រួតពិនិត្យ checking account នេះគឺជាគណនីសម្រាប់ចំណាយប្រចាំថ្ងៃប្រសិនបើអ្នកដាក់ប្រាក់សង្គ្រោះបន្ទាន់ក្នុងគណនីនេះអ្នកនឹងងាយចាយវាយវាដល់មិនចាំបាច់គោលបំណងនៃមូលដ្ឋានសង្គ្រោះបន្ទាន់គឺសុវត្ថិភាពមិនមែនកំណើនប្រាក់ចំណូលខ្ពស់នោះទេគណនីពន្យាមានការកំណត់ fixed deposit FD រយៈពេលវែងអ្នកអាចពិបាកដកប្រាក់បានឆាប់រហ័សឬត្រូវបង់ថ្លៃពិន័យខ្ពស់ប្រសិនបើអ្នកត្រូវការវាភ្លាម 4. របៀបកសាងប្រាក់សង្គ្រោះបន្ទាន់កសាងប្រាក់សង្គ្រោះបន្ទាន់ត្រូវការពេលវេលាវិន័យនិងការបដិញ្ញាចិត្តវាជាដំណើរការមួយបន្តិចម្ដងបន្តិចប៉ុន្តែមានតម្លៃខ្ពស់កំណត់គោលដៅជាក់លាក់គណនាចំនួនប្រាក់ដែលអ្នកត្រូវការដោយបានរៀបរាប់ខាងលើហើយកំណត់វាជាគោលដៅដំបូងរបស់អ្នកការមានគោលដៅច្បាស់លាស់ជួយឲ្យអ្នកមានការបដោតអារម្មណ៍បង្កើតថវិកាប្រចាំខែតាមដានប្រាក់ចំណូលនិងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់កំណត់ថាតើអ្នកអាចសន្សំបានប៉ុន្មានរៀងរាល់ខែបន្ទាប់ពីចំណាយចាំបាច់ទាំងអស់កាត់បន្ថយចំណាយដែលមិនចាំបាច់ដូចជាការញ៉ាំអាហារក្រៅច្រើនដងការទិញរបស់របរដែលមិនសូវសំខាន់ដើម្បីបង្កើនចំនួនទឹកប្រាក់ដែលអ្នកអាចសន្សំបានសន្សំដោយស្វ័យប្រវត្តិនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិពីគណនីចំណាយរបស់អ្នកទៅគណនីប្រាក់សង្គ្រោះបន្ទាន់រៀងរាល់ខែបន្ទាប់ពីទទួលប្រាក់ខែធ្វើវាឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅពេលប្រាក់ខែចូលហើយអ្នកនឹងមិនបារម្ភពីការភ្លេចសន្សំឡើយបង្កើនប្រាក់ចំណូលស្វែងរកប្រភពចំណូលបន្ថែមដូចជាការងារក្រៅម៉ោងអាជីវកម្មតូចតាចលក់របស់របរចាស់ៗដែលមិនប្រើប្រាស់ឬផ្ដល់សេវាកម្មអ្វីមួយប្រាក់ចំណូលបន្ថែមទាំងនេះអាចទទួលបានការបូកបញ្ចូលទៅក្នុងប្រាក់នេះភ្លាមៗដើម្បីបង្កើនល្បឿននៃការសន្សំចាប់ផ្ដើមពីតូចគង់បាក់ទឹកចិត្តប្រសិនបើអ្នកមិនអាចសន្សំបានច្រើនភ្លាមៗចាប់ផ្ដើមដោយការសន្សំ$10ឬ$20ដំបូងបន្ទាប់មកទទួលការបន្ថយបន្តិចម្ដងបន្តិចនៅពេលណាដែលអាចធ្វើទៅបានរាល់ការសន្សំតិចតួចសុទ្ធតែមានតម្លៃនិងកើនទៅជាចំនួនដ៏ធំមួយនៅអនាគតសរុបមកប្រាក់សង្គ្រោះបន្ទាន់មិនមែនជាការវិនិយោគដើម្បីរកប្រាក់ចំណេញច្រើនទេប៉ុន្តែវាគឺជាការវិនិយោគដ៏សំខាន់បំផុតលើសន្តិភាពផ្លូវចិត្តនិងស្ថិរភាពហិរញ្ញវត្ថុរបស់អ្នកវាផ្ដល់ឲ្យអ្នកទំនុកចិត្តនៅក្នុងការប្រឈមមុខនឹងបញ្ហាដែលមិនបានរំពឹងទុកដោយមិនចាំបាច់ជំពាក់បំណុលគេឬបំផ្លាញផែនការហិរញ្ញវត្ថុដែលអ្នកបានសាងសង់ការកសាងប្រាក់សង្គ្រោះបន្ទាន់គឺជាជំហានដំបូងដ៏សំខាន់មួយនៅក្នុងផែនការហិរញ្ញវត្ថុដ៏រឹងមាំនិងមានទំនួលខុសត្រូវកុំរងចាំឲ្យមានអាសន្នកើតឡើងទើបចាប់ផ្ដើមសន្សំវាអាចយឺតពេលហើយចាប់ផ្ដើមឥឡូវនេះដើម្បីកសាងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា